ស្ដីបងប្អូនទាំងអស់គ្នាថ្ងៃនេះមកទីដៃមកស៊ូពីច្បាប់ចរាចរណ៍ចាតែថ្ងៃនេះស៊ូពីផ្លាកសញ្ញាបងប្អូនអញ្ចឹងបងប្អូនឃើញផ្លាកសញ្ញានេះហើយគឺជាផ្លាកសញ្ញាគ្រោះថ្នាក់ចាថ្ងៃមុនក៏យើងនិយាយពីផ្លាកសញ្ញាគ្រោះថ្នាក់ដែរដើម្បីចង់ឲ្យយើងប្រយ័ត្នឲ្យបានច្រើននៅពេលដែលយើងឃើញផ្លាកសញ្ញាគ្រោះថ្នាក់ណាបងប្អូនអញ្ចឹងបងប្អូនឃើញផ្លាកសញ្ញានេះហើយដូចវងមូលអញ្ចឹងត្រូវអត់បងប្អូនអញ្ចឹងនៅពេលដែលបងប្អូនឃើញផ្លាកសញ្ញាហ្នឹងតើបងប្អូនប្រយ័ត្នអីខ្លះអញ្ចឹងណាអញ្ចឹងខ្ញុំនឹងដាក់ចម្លើយនៅក្នុងហ្នឹងមាន3ឲ្យបងប្អូនជ្រើសរើសទី1ប្រយ័ត្នផ្លូវកោងបត់ឆ្វេងទី2ប្រយ័ត្នខាងមុខមានរង្វង់មូលទី3ហាមបើកបរយានជុំវិញរង្វង់មូលចាអញ្ចឹងបងប្អូនស្ដាប់ហើយគិតថាចម្លើយមួយណាជាចម្លើយត្រឹមត្រូវចាំជួយឆ្លើយក្នុង comment ផងណាចាអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺចម្លើយទី2ប្រយ័ត្នខាងមុខមានរង្វង់មូលអរគុណសម្រាប់ការតាមដានវីដេអូនេះ